Đây từng ngàyបាទថ្ងៃនេះខ្ញុំសូមធ្វើការចែកម្លែកបាទគឺការប្រើប្រាស់ទៅលើ Gemini បាទដើម្បីឲ្យ Gemini នឹងធ្វើការបង្កើតជា template បាទគំរូបែបនេះបាទយើងមាន quick cash flow បាទយើងមាន income statement ក៏ដូចជា balance sheet បាទអញ្ចឹងដើម្បីធ្វើការបង្កើតជា template បាទគឺយើងទីមួយយើងត្រូវមានគំរូបាទ model មួយដែលវាអាច understand ថាយើងចង់បានអីបាទអញ្ចឹងខ្ញុំនឹងប្រើប្រាស់ជា template គំរូនេះបាទដើម្បីធ្វើការដាក់ទៅក្នុង Gemini បាទដើម្បីឲ្យ Gemini ហ្នឹងគឺធ្វើការបង្កើតជា template ឲ្យខ្ញុំអូខេអញ្ចឹងខ្ញុំចាប់ផ្ដើមចូលទៅកាន់ source data របស់ខ្ញុំបាទអញ្ចឹងខ្ញុំ upload វាបញ្ចូលបាទអញ្ចឹងនៅពេលដែលខ្ញុំ upload ចូលខ្ញុំធ្វើការឲ្យវា analyze បាទដំបូងឡើងបើសិនជាយើងសរសេរ direct តែម្ដងវាអាចនឹងមិនយល់អ្វីដែលយើងចង់បាននោះទេបាទប៉ុន្តែនៅពេលដែលយើងចង់ឲ្យវាធ្វើអីមួយបាទយើងតោះតែយើងគេហៅថាផ្ដល់ព័ត៌មានឲ្យស៊ីជម្រៅបន្តិចបាទដើម្បីឲ្យ AI ធ្វើការងារឲ្យយើងបាទអញ្ចឹងខ្ញុំចង់ឲ្យវាបង្កើតជា template របៀបនេះបាទ I want to be បាទ template model for បាទfinancial បាទspreadsheet by link the formula as my Excel have provide in over ឬក៏ file អូខេអូខេអញ្ចឹងអានេះគឺជាគំរូដែលយើងបានផាសបញ្ចូលបាទអញ្ចឹងវានឹងធ្វើការបង្កើតជា template ឲ្យយើងបាទដំបូងយើងអាចវាអាចចេញអញ្ចឹងបាទអញ្ចឹងវាអត់ទាន់ស្គាល់យើងទេបាទអញ្ចឹងយើងអាចបន្តការសន្ទនាជាមួយនឹង Gemini បាទដើម្បីឲ្យវាបង្កើតឲ្យជា file ឲ្យយើងបាទអញ្ចឹងបងប្អូនអាចមកមើលព័ត៌មានដែលខ្ញុំឆាតចូលដំបូងបាទគឺវាអត់គ្រប់គ្រាន់នោះទេនៅពេលដែលវាព័ត៌មានអត់គ្រប់គ្រាន់ការបង្កើតហ្នឹងគឺវាអត់គ្រប់គ្រាន់ឲ្យយើងផងដែរអញ្ចឹងខ្ញុំនឹងសរសេរបន្ថែមទៀត I want to generate Excel template បាទ to use បាទដើម្បីប្រើប្រាស់អញ្ចឹងខ្ញុំចង់បង្កើត file ហ្នឹងជា Excel បាទហើយខ្ញុំនេះជាតម្រង Excel បាទអញ្ចឹងវាអត់តាន់បានដូចអ្វីដែលខ្ញុំចង់បានទៀតអញ្ចឹងខ្ញុំនឹងបន្ថែមសំណួរបន្ទាប់ទៀតដើម្បីឲ្យវាបង្កើតឲ្យខ្ញុំ please have to create Excel file and I want to download បាទអូខេអញ្ចឹងយើងមើលបន្តទៀតថាតើវាចេញឲ្យយើងអត់អូខេនេះបងប្អូននេះគឺជា file ដែលវាបង្កើតឲ្យយើងហើយបាទអញ្ចឹងយើងទៅមើលបងប្អូនថាតើ file ហ្នឹងបើវាអាចដូចគំរូដែលយើងចង់បានអត់បាទមានតម្រង់រូបមន្តអីកណនីទូទៅបាទអញ្ចឹងយើងមកមើលទាំងអស់គ្នាបាទអូខេចាំតិចដោយសារ Excel ខ្ញុំរៀងប្រហែលជាអាចនឹងគាំងបាទអូខេអញ្ចឹងយើងមកមើលទាំងអស់គ្នាបាទយើងឃើញបាទនេះយើងមាននេះយើងមានរូបមន្តដែលចាប់មកបាទនេះ Excel ដែលវាចាប់អូខេហើយចាប់ទៅតាមទាំងអស់ហ្នឹងបាទអញ្ចឹងយើងមកមើលបន្តិចថាតើការចាប់ទៅលើបាទទៅលើ AI ហ្នឹងត្រូវអត់បាទអូខេអញ្ចឹងយើងមកមើលឆែកបន្ថែមបាទអញ្ចឹងដូចតាក់ទងទៅនឹង net income បាទអញ្ចឹងយើងមកមើលទាំងអស់គ្នាបាទអញ្ចឹង net income សម្រាប់ឲ្យឆ្នាំ2000បាទ 2000x1 បាទគឺ285បាទអញ្ចឹងយើងមកមើលបាទអូខេអញ្ចឹងនេះដូចគ្នាបាទ2000បាទអញ្ចឹងសម្រាប់2002បាទអញ្ចឹង1792បាទអូខេអញ្ចឹងគឺដូចគ្នាបាទអញ្ចឹងយើងមកមើលទៀត depreciation បាទ depreciation វាចាប់បាទគឺបូក2បាទបូក2បាទទី1គឺ income នៅក្នុង B87 បូកជាមួយនឹង B14 បាទអញ្ចឹងយើងមកមើលទាំងអស់គ្នាបាទនេះគឺជា depreciation បាទ1បាទ
ហើយបូកជាមួយនឹង depreciation មួយទៀតបាទអូខេ2បាទអញ្ចឹងត្រឹមត្រូវនៃការចាប់បាទហើយយើងមកមើលទៀតបាទយើងផ្ទៀងមើលទៀតតកតងទៅនឹងបាទគឺ working investment កន្លែងនេះគឺវាចេញមកពី B29 បាទអញ្ចឹងយើងមកមើល B29 អូខេ B29 នេះនៅណាចេះអូខេនេះអូខេអញ្ចឹងយើងឃើញ B29 នេះបងប្អូនគឺប៉ុណ្ណេះអញ្ចឹងយើងមកមើលបាទគឺដូចគ្នាអត់ investment អូខេនេះ B29 អញ្ចឹង B29 ហ្នឹងវាជា template មួយដែលវាចេញមកពីកន្លែងនេះគឺបំរែបំរួលបាទបំរែបំរួលបាទគឺតាក់ទងទៅនឹង beginning investment បាទ working investment ដកជាមួយនឹងបាទ ending working investment ហើយយើងនឹងទទួលបានបាទ working investment បាទអញ្ចឹងសម្រាប់ beginning គឺយើងមានឆ្នាំ2000បាទបើសិនជា beginning ជាឆ្នាំ 2000x1 វាប្រកបណាស់បាទគឺសម្រាប់ការគណនា beginning របស់វាគឺប្រកបជាឆ្នាំ2000បាទ 2000x0 ណាបាទអញ្ចឹងនៅក្នុង balance sheet បាទនៅក្នុងបំរែបំរួលទៅលើworking investment បាទជាទូទៅបើយើងកលេចមកមើលយើងឃើញមានដូចជា account receivable inventory បាទ account payable ហើយនឹង accrue expense បាទអញ្ចឹងអាពីរនេះនៅក្នុង current បាទនៅក្នុង current asset បាទហើយខ្ញុំ highlight នេះសិនបងប្អូនបាទនេះគឺនៅក្នុង current asset ហើយពីរនេះបាទគឺនៅក្នុងបាទ current liability បាទអញ្ចឹងយើងទៅមើលទាំងអស់គ្នាអូខេអញ្ចឹងនេះគឺជា beginning បាទនេះគឺជា ending អញ្ចឹងសម្រាប់ការគណនាទៅលើឆ្នាំ 2000x1 គឺយើងយកបាទគឺជាបំរែបំរួលអាចថាយើងយកនេះបាទគឺយើងយក beginning ដកជាមួយនឹង ending អូខេអញ្ចឹងនៅក្នុងទាំងពីរហ្នឹងយើងទៅមើលទាំងអស់គ្នាបាទនៅក្នុង balance sheet យើងមានបាទគឺ inventory បាទយើងមាន សំទោសយើងមាន account payable បាទ account receivable បាទយើងមាន inventory បាទអញ្ចឹងនេះគឺជា beginning សម្រាប់ឆ្នាំ2000បាទ x បាទដោយសារតែបំរែបំរួលរបស់វាគឺយើងនឹងមកមើលអូខេ24 4 2 5 49បាទអញ្ចឹងអូខេនេះត្រូវបាទអញ្ចឹងត្រឹមត្រូវបាទអញ្ចឹងសម្រាប់ការបំរែបំរួលគឺយើងឃើញថាត្រឹមត្រូវបាទហើយយើងមកមើលមួយទៀតតទៅនឹង long term asset បាទគឺយើងយកដូចគ្នាដែរគឺយើងយក beginning បាទសម្រាប់ឆ្នាំ2000បាទ2000បាទដកជាមួយនឹង ending បាទឆ្នាំ 2000x1 អញ្ចឹងនៅក្នុងនេះគឺយើងមាន long term asset បាទអញ្ចឹងយើងអាចមកមើលក្នុង long term asset យើងមាន building equipment property បាទយើងយកទូទាត់ទៅយើងនឹងទទួលបានប៉ុណ្ណឹងហើយបាទអញ្ចឹងយើងឃើញថានៅក្នុងការប្រើប្រាស់ Gemini បាទគឺបាទងាយស្រួលបាទសម្រាប់ការបង្កើតជា template ឬក៏គំរូ financial spreadsheet ដែលយើងចង់ប្រើប្រាស់ដោយប្រើប្រាស់ទៅលើការ link រូបមន្តទាំងអស់ដោយបើសិនជាយើងមានគំរូមួយបាទសម្រាប់ឲ្យជាគំរូទៅលើ Gemini បាទ Gemini នឹងធ្វើការបង្កើតជា template ឲ្យយើងដោយងាយស្រួលបាទអញ្ចឹងជាទូទៅនៅពេលដែលបងប្អូនធ្វើការប្រើប្រាស់ទៅលើ AI បាទយើង direct បាទគេហៅថាព័ត៌មានមួយចំនួននៅពេលដែលយើងបោះ direct ភ្លាមបាទយើងចង់ឲ្យវាបង្កើតភ្លាមវាអត់ទាន់បានយល់អ្វីដែលយើងចង់បាននោះទេបាទអញ្ចឹងនៅពេលដែលយើងធ្វើការបោះទិន្នន័យទៅឲ្យ AI ធ្វើការសិក្សាយើងត្រូវតែបាទគឺសរសេរព័ត៌មានមួយចំនួនដើម្បីឲ្យ AI នឹងធ្វើការស្វែងយល់នៅអ្វីដែលយើងចង់បានសិនបាទអញ្ចឹងនៅពេលដែលយើងបោះទិន្នន័យនោះបាទគឺពេលខ្លះម្ដងហើយវាអត់ទាន់យល់នោះទេបាទអញ្ចឹងយើងត្រូវបន្តក្នុងការសួរបាទក៏ដូចជាការសួរព័ត៌មានបន្ថែមទៀតនៅអ្វីដែលយើងចង់បានអញ្ចឹងនៅពេលដែលយើងទៅសួរហើយបាទយើងបោះម្ដងហើយម្ដងទៀតនៅពេលដែលចម្លើយវានៅតែអត់ទាន់គ្រប់គ្រាន់បាទបងប្អូនបន្តការសួរបាទពេលខ្លះបាទបងប្អូនអាចសួរជាវិជ្ជមានវាអាចឆ្លើយវិជ្ជមានទាំងដុលបាទអញ្ចឹងនៅក្នុងការប្រើប្រាស់យើងអាចធ្វើការឆ្លាស់បាទធ្វើការ cross check ធ្វើការផ្ទៀងផ្ទាត់ផ្សេងឬក៏ការបង្កើតសំណួរដើម្បីឲ្យព័ត៌មានរបស់យើងបាទវាអាចមានជា positive ផងជា negative ផងដើម្បីឲ្យ AI ធ្វើការ analyze ធ្វើការស្វែងយល់បន្ថែមដើម្បីនៅពេលដែលវាបង្កើតជាគំរូមួយឲ្យយើងបាទគឺជាគំរូមួយដែលអាចនឹងល្អឥតខ្ចោះបាទអ
ចឹងនៅពេលដែលយើងធ្វើការប្រើប្រាស់វាយើងកុំបាទគេថាបោះទាំងដុលហើយយើងចង់បានទិន្នន័យឬក៏ចង់បានព័ត៌មានដែលយើងចង់បានហ្នឹងគឺវាមកទាំងដុលមកវិញបាទវាមិនដូច្នោះនោះទេចឹងការប្រើប្រាស់ AI វាទាមទារឲ្យយើងបាទគឺធ្វើការសន្ទនាដូចមនុស្សយើងចឹងបាទគឺស្វែងយល់គ្នាសួរព័ត៌មានគ្នាបន្តិចម្ដងយូរទៅវាចាប់ដើមស្វែងយល់ពីយើងបាទវាអាចនឹងផ្ដល់ព័ត៌មាននៅព័ត៌មានជាច្រើនដែលយើងចង់បានបាទសម្រាប់ជាកិច្ចការបម្រើទៅលើគោលបំណងផ្សេងៗដែលយើងចង់យកទៅប្រើប្រាស់បាទខ្ញុំមានប៉ុណ្ណឹងបាទសម្រាប់ធ្វើការចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាបាទបើសិនជាបងប្អូនបាទធ្វើការគេថាចាប់អារម្មណ៍ទៅលើការប្រើប្រាស់ទៅលើ AI បាទបងប្អូនអាចចុះឈ្មោះបាទនៅក្នុងគេហៅថានេះបាទគឺ link នេះ Gemini បាទអញ្ចឹងបងប្អូនអត់ទាន់មានទេបងប្អូនអាចធ្វើការ login ទៅបាទបងប្អូនអាចប្រើប្រាស់បានហើយដោយប្រើប្រាស់ account Gmail បាទសម្រាប់ការ login ដំបូងអញ្ចឹងនៅពេលដែលយើង login ទៅវាទាមទារ account ជា Gmail ដើម្បីធ្វើការ login ហើយយើងប្រើប្រាស់វាជាប្រចាំបាទន័យថាយើងអាសាប្រើប្រាស់វាពេលនោះព័ត៌មានដែលវាមានគឺវានឹងធ្វើការផ្ដល់ជាចម្លើយឬក៏គេថាវាអាចស្វែងយល់យើងឲ្យបានស៊ីជម្រៅនៅពេលដែលយើងកាន់តែប្រើប្រាស់វាបាទអញ្ចឹងព័ត៌មានមួយចំនួនគឺនៅពេលដែលយើងប្រើប្រាស់វានៅពេលដែលយើងប្រើយូរទៅវានឹងយល់ថាយើងចង់បានអី